ហូបអាហារឆ្អិនស្រាប់សម្រាប់យកទៅចែកជូនបងតាហ៊ានជួងមុខជាមួយនឹងបងដែលគាត់ជាជនភៀសខ្លួននៅតាមតំបន់គឺខ្ញុំបានធ្វើហើយបដាឲ្យបងប្អូនគឺចំនួនច្រើនខ្លាំងមែនសម្រាប់ម្ហូបដែលខ្ញុំធ្វើគឺជាម្ហូបក្រៀមក្រោះដែលយើងឆ្អិនស្រាប់ណាបងប្អូនគឺមានថ្ងៃនេះខ្ញុំធ្វើគឺមានត្រីប្រហើមលីងប្រៃផ្អែមជាមួយនឹងសៀងឆាសាច់ជ្រូកដែលយើងលីងបែបស្ងួតយើងទុកបានយូរហើយងាយស្រួលនៅពេលដែលយើងញ៉ាំគឺអត់ចាំបាច់ចម្អិននេះបងប្អូនអាចញ៉ាំបានភ្លាមជាមួយនឹងប្រហុកខ្ទិះលីងប៉ុន្តែខ្ញុំអត់ប្រើខ្ទិះទេគឺខ្ញុំប្រើជាមួយនឹងទឹកដោះគោអញ្ចឹងបងប្អូនយកទៅដល់គឺអត់មានពិបាកនៅក្នុងការចម្អិនឬមួយក៏កម្ដៅទេសម្រាប់បងកងតបខ្ញុំឃើញការពិបាករបស់ពួកគាត់នៅពេលដែលគាត់នៅសមរភូមិដៃគាត់កាន់កាភ្លើងឬមួយក៏កាន់អាវុធអញ្ចឹងគាត់អត់អាចមានពេលទៅចម្អិនអាហារអញ្ចឹងសម្រាប់ខ្ញុំដែលជាប្រជាជនម្នាក់ខ្ញុំឃើញការលំបាករបស់ពួកគាត់នៅពេលដែលគាត់កំពុងតែតតាំងជាមួយសត្រូវគឺដៃពួកគាត់កាន់កាភ្លើងគឺញ៉ាំតែមីហើយផឹកតែទឹកទេអញ្ចឹងអត់មានពេលចម្អិនអញ្ចឹងខ្ញុំក៏សម្រេចចិត្តជាមួយនឹងប្រជាជនជុំគ្នាគឺធ្វើអាហារដែលយើងមានចម្អិនហើយស្រាប់ដាក់ជាកូនកំប៉ុងសម្រាប់ចែកជូនបងតាហ៊ានជួមកជាមួយនឹងបងដែលគាត់ភៀសខ្លួនហើយអ្វីដែលខ្ញុំសប្បាយចិត្តបំផុតនៅពេលដែលខ្ញុំផុសចែករំលែកជូនដល់បងប្អូនថាខ្ញុំនឹងរៀបចំអាហារស្បៀងជូនដល់បងកងតបជាមួយនឹងបងប្អូនដែលភៀសខ្លួនគឺមានបងប្អូនខ្មែរយើងជាច្រើនដែលគាត់បានចូលរួមចំណែកជួយជាថវិកានិងសម្ភារៈយ៉ាងច្រើនដូចថ្ងៃនេះគឺមានបងនៅខាងក្រុមហ៊ុន CP គឺគាត់បានចូលរួមសាច់ជ្រូកជាមួយនឹងខ្ញុំបន្ថែមគឺ50គីឡូគឺខ្ញុំកំងគាត់100គីឡូសម្រាប់ធ្វើអាហារប៉ុន្តែគាត់ក៏បានរៃអង្គាសជាមួយនឹងចូលរួមបន្ថែមគឺ50គីឡូដើម្បីធ្វើអាហារចែកជូនបងកងទ័ពហ្នឹងហើយនឹងប្រជាជនអ្នកស្រុកអ្នកភូមិនៅក្នុងតំបន់ខ្ញុំគឺគាត់បានមកជួយច្រើនមែនតើបងប្អូននិយាយទៅជួយទាំងលុយជួយទាំងកម្លាំងចិត្តមកជួយវិចខ្ចប់ច្រកជាមួយនឹងលុយថវិកាដែលយើងទិញសម្ភារៈបន្ថែមដែលខ្ញុំយកទៅជូនបងប្អូននោះគឺមានទាំងមីខកំប៉ុងមានសម្លៃអនាម័យថ្នាំដុសធ្មេញនំកញ្ចប់នំអីនិយាយទៅសម្ភារៈដែលយើងត្រូវប្រើប្រាស់គឺមានសពគ្រប់ហើយអស់គុណទឹកចិត្តបងប្អូនខ្មែរទាំងអស់គ្នាគឺគាត់ចូលរួមច្រើនខ្លាំងមែនតើដែលធ្វើឲ្យខ្ញុំនឹងអាចរៀបចំនឹងសម្ភារៈទាំងអស់ហ្នឹងជូនបងប្អូនបានកាន់តែច្រើនហើយទឹកចិត្តពួកគាត់ម្នាក់គឺមកជួយយ៉ាងសប្បាយចិត្តតែម្ដងខ្ញុំឃើញទឹកមុខពួកគាត់ម្នាក់មកគឺអត់មានការភ័យបារម្ភខ្លាចទេគឺមានតែទឹកចិត្តសប្បាយជួយដល់កងទ័ពយើងនៅខាងក្រោយទោះបីជាពួកខ្ញុំអត់អាចទៅច្បាំងនៅជួរខាងមុខប៉ុន្តែពួកខ្ញុំមានកម្លាំងចិត្តនៅក្នុងការរៀបចំជាអាហារជាមួយនឹងស្បៀងជាមួយនឹងសម្ភារៈសម្រាប់បងទាំងអស់គ្នាដែលនៅកំពុងតែឈរជើងនៅកន្លែងដែលគាត់កំពុងតែគ្រោះថ្នាក់នៅកន្លែងសង្គ្រាមអញ្ចឹងពួកខ្ញុំនេះគឺមានតែជួយធ្វើជាកម្លាំងចិត្តនៅចាំពីក្រោយណាបងប្អូនហើយសម្រាប់ម្ហូបដែលខ្ញុំកំពុងតែចម្អិននេះគឺធ្វើច្រើនខ្លាំងណាបងប្អូនគឺធ្វើតកតុយគ្នារហូតតែម្ដងដោយសារចក្រានរបស់យើងនេះខ្ញុំធ្វើនៅខាងមុខនេះគឺ4ចាវណាបងប្អូនគឺដូរដៃគ្នាឆាដោយសារយើងធ្វើជាអាហារប្រភេទសម្ងួតស្ងួតឆ្អិនស្រាប់អញ្ចឹងគឺយើងត្រូវចំណាយពេលឆាវាឲ្យដាច់ទឹកទើបយើងអាចទុកបានយូរសម្រាប់បងប្អូនដែលគាត់ទុកញ៉ាំដាក់តាមខ្លួនដូចជាកាបូបឬមួយក៏កប៉ាវខោនៅពេលដែលគាត់កំពុងតែឈរជើងឬមួយគាត់ខ្វះខាតអាហារគឺគាត់អាចញ៉ាំបានអញ្ចឹងគឺយើងត្រូវចំណាយពេលឆាសម្ងួតវាគឺយូរមែនទែនម្នាក់ហ្នឹងគឺអស់ដៃហ្នឹងមិនហត់ទេបងប្អូនគឺហត់ខ្លាំងណាស់ប៉ុន្តែនាំគ្នាតស៊ូអត់មានអ្នកណាគេសម្រាកទេគឺសុខចិត្តដូរដៃគ្នាខ្ញុំឆានៅខាងមុខនេះគឺចំនួន4ចាវ4ខ្ទះណាបងប្អូនប៉ុន្តែមិនមែនត្រឹមតែ4ហ្នឹងទេគឺខ្ញុំបន្ថែម6ខ្ទះទៀតនៅខាងផ្ទះបាយខ្ញុំនៅខាងក្នុងសម្រាប់ខាងចុងភៅខ្ញុំមួយចំណែកគឺនៅខាងក្នុងផ្ទះបាយហើយមួយចំណែកគឺនៅខាងក្រៅដែលពួកយើងអាចជួយគ្នាបានដោយសារនៅផ្ទះបាយយើងចង្អៀតអញ្ចឹងយើងមកធ្វើនៅទីធ្លានៅក្នុងហាងវាស្រែអញ្ចឹងសម្រាប់អាហាររបស់យើងគឺច្រើនមែនតើបងប្អូនខ្ញុំកំងកំប៉ុងសម្រាប់ច្រកគ្រឿងរបស់យើងអាហារដែលយើងឆ្អិនស្រាប់ហ្នឹងគឺឥឡូវហ្នឹងគឺសរុបទាំងអស់គឺចំនួន2400កំប៉ុងបងប្អូនគឺសម្រាប់ច្រកអាហារទាំង3 4ប្រភេទដែលខ្ញុំធ្វើចម្អិនហើយស្រាប់អញ្ចឹងសម្រាប់បងប្អូនដែលគាត់ចូលរួមជាថវិកាជាបន្តបន្ទាប់ជាមួយនឹងសម្ភារៈគឺគាត់យកមកហោហាហើយពួកខ្ញុំនៅក្នុងហាងវាស្រែនេះគឺនៅធ្វើអាហារចម្អិនផងនៅចាំទទួលសម្ភារៈដែលបងប្អូនយកមកផងជាមួយនឹងលុយដែលបងប្អូនបានចូលរួមជួយនៅក្នុងការចម្អិនរបស់ខ្ញុំនេះក៏មកហោហាដែរបងប្អូនអញ្ចឹងសម្រាប់ទឹកចិត្តបងប្អូនខ្មែរទាំងអស់គ្នាគឺខ្ញុំឃើញហើយគឺខ្ញុំពិតជារំភើបហើយសប្បាយចិត្តមែនតើបងប្អូននិយាយទៅឃើញបងប្អូនដែលគាត់ចេះស្រឡាញ់គ្នាមកខ្ញុំនិយាយខ្ញុំចង់អួតដើមក៏មានបងប្អូនខ្លះគាត់ចូលរួមគាត់អត់មានលុយសោះក៏គាត់ចូលរួមសូម្បីតែ1000លុយខ្មែរ25សេនក៏គាត់ចូលរួមមកផ្ញើសារមកឲ្យខ្ញុំសម្រាប់បងប្អូនដែលចូលរួមគឺខ្ញុំឃើញច្រើនមែនតើប៉ុន្តែខ្ញុំអត់អាចនិយាយអរគុណបងប្អូនម្នាក់អស់ហើយអញ្ចឹងខ្ញុំសូមនិយាយនៅក្នុងវីដេអូមួយនេះគឺអរគុណទឹកចិត្តបងប្អូនទាំងអស់គ្នាដែលខ្ញុំបានឃើញហើយខ្ញុំបានទទួលថវិកាដែលបងប្អូនចូលរួមទាំងអស់គ្នាខ្ញុំនឹងយកទៅទិញសម្ភារៈចែកជូនបងប្អូនហើយខ្ញុំក៏ចែកប៉ុនដែលបងប្អូនបានចូលរួមជាមួយនឹងខ្ញុំគឺស្មើគ្នាទាំងអស់
ពិតជារំភើបមែនតើខ្ញុំអត់នឹកស្មានថាពេលដែលខ្ញុំមានគំនិតថាចង់ធ្វើទៅជួយបងប្អូនកងទ័ពហើយមានបងប្អូនចូលរួមចំណែកជាមួយនឹងខ្ញុំគឺច្រើនលើសលប់មែនតើហើយទឹកចិត្តពួកគាត់មានមិនច្រើនសូម្បីតែអ្នកភូមិដែលនៅចិត្តខ្ញុំគាត់នៅឆ្ងាយគាត់ដឹងគាត់លឺគាត់ដឹងថាខ្ញុំយកសម្ភារៈនិងអាហារទៅជូនបងប្អូនកងទ័ពចូលរយលៃគ្នាម្នាក់1500អីគឺយកមកជូនខ្ញុំម្នាក់100000 200000ជាមួយនឹងសម្ភារៈមានតាំងពីពងទាមានទឹកសុទ្ធមានមីមានអូនិយាយទៅខ្ញុំរៀបរាប់អត់អស់ហើយបងប្អូនគាត់ណាមានអារម្មណ៍ថាវារំភើបខ្លាំងគាត់មានទោះបីតិចក្តីគាត់មិនមែនជាអ្នកមានក៏ដោយតែទឹកចិត្តពួកគាត់គឺពិតជាអស្ចារ្យខ្លាំងមែនទែនហើយសម្រាប់អាហារទាំងអស់ហ្នឹងគឺខ្ញុំយកទៅស្អែកអញ្ចឹងមានបងប្អូនគាត់យកមកហូរហែទៀតអញ្ចឹងខ្ញុំបានគិតជាមួយនឹងក្រុមបងប្អូនដែលនៅក្នុងស្រុកភូមិទាំងអស់គ្នានឹងធ្វើជាមូលនិធិទទួលស្បៀងបងប្អូនណាគឺនៅរង្វង់មូលអ្នកលឿងនៅទីតាំងហាងទូរស័ព្ទសុកណាអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាដែលមានចិត្តចង់ចូលរួមយកអាហារនិងសម្ភារៈទៅចែកជូនបងប្អូនកងទ័ពមិនថាជាថវិកាឬមួយសម្ភារៈប្រើប្រាស់តិចតួចក្តីគឺបងប្អូនអាចយកមកនៅរង្វង់មូលអ្នកលឿងនៅហាងទូរស័ព្ទសុកណាដែលខ្ញុំនឹងដាក់ក្រុមយុវជនដែលស្ម័គ្រចិត្តចូលរួមទាំងអស់គ្នាគឺចាំទទួលសម្ភារៈទាំងអស់ហ្នឹងដោយសារថាបងប្អូននៅតែមកហោហែដោយសារពេលវេលារបស់ខ្ញុំគឺមានតែមួយថ្ងៃហ្នឹងទេសម្រាប់រៀបចំយកទៅចែកជូនបងប្អូនកងទ័ពអញ្ចឹងថ្ងៃស្អែកគឺខ្ញុំចេញដំណើរទៅហើយប៉ុន្តែខាងអ្នកគ្រូជាមួយនឹងសិស្សនៅខាងវិទ្យាល័យពាមរកគឺគាត់នឹងបានចូលរួមឈរជើងចាំទទួលយកសម្ភារៈទាំងអស់ហ្នឹងនៅពេលដែលខ្ញុំទៅចែកជូនជើងទី1នេះរៀបរាល់ខ្ញុំត្រឡប់មកវិញគឺខ្ញុំនឹងយកស្បៀងទាំងអស់ហ្នឹងនឹងថវិកាធ្វើអាហារចែកជូនយកបងប្អូនបន្តទៀតគឺសម្រាប់បងប្អូនដែលគាត់ចង់ចូលរួមហើយគាត់ទៅតែឃើញវីដេអូមួយនេះគាត់អាចយកសម្ភារៈឬមួយរបស់របរដែលគាត់ចង់ចូលរួមយកមកនៅហាងទូរស័ព្ទសុកណាដែលពួកខ្ញុំនឹងចាំទទួលបងប្អូនហើយឥឡូវនេះពួកខ្ញុំក៏ចាប់ផ្ដើមវិចខ្ចប់សម្រាប់អវ៉ាន់ដែលខ្ញុំវិចខ្ចប់ទៅនេះគឺជាលក្ខណៈថាកញ្ចប់ចែកមនុស្សម្នាក់ហ្មងគឺក្នុងមួយកញ្ចប់ហ្នឹងគឺយើងមានអាហារក្រៀមដែលយើងមានស្រាប់យើងមានមីមានខកំប៉ុងមានទឹកក្រូចទឹកសុទ្ធនិងអាហារផ្សេងដែលយើងដាក់ចូលបន្ថែមអញ្ចឹងនៅពេលដែលខ្ញុំយកទៅចែកជូនបងប្អូនគឺងាយស្រួលដល់ទៅចែកជូនបងប្អូនទាំងអស់គ្នាឲ្យមានគ្រប់សពនៅក្នុងម្នាក់មួយកញ្ចប់គឺទទួលបានគ្រប់សពហើយឥឡូវនេះអ្នកស្រុកអ្នកភូមិខ្ញុំគឺមមាញឹកខ្លាំងមែនទែនដោយសារពួកយើងត្រូវវិចខ្ចប់អាហារនេះរាប់ពាន់កំប៉ុងនៅក្នុងយប់នេះឲ្យហើយដើម្បីយើងយកទៅចែកជូនបងប្អូនកងទ័ពជួរមុខនៅថ្ងៃស្អែកឲ្យទាន់ពេលវេលាដែលបងប្អូនយើងកំពុងតែត្រូវការ